សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះគឺថាមកបែបធ្វើស្រែអញ្ចឹងណាបងប្អូនចាមានកយន្តមានអីនេះកូនចៅមករញ៉េរញ៉ាពេញហ្នឹងបងប្អូនហើយចាមកកយន្តពេញតែម្ដងគឺរៀបចំពីផ្ទះហើយគឺយើងចេញដំណើរទៅច្រូតនឹងឯងបងប្អូនវីដេអូហ្នឹងតាំងពីច្រូតតែខ្ញុំអត់បានកាត់បានអីអញ្ចឹងណាចាក៏មកដល់ឥឡូវហ្នឹងទៅហើយនេះក៏ចេញពីតូបឥឡូវចូលតូបទៀតហើយចាបងប្អូនគាត់ចង់ទិញនំទិញទឹកអញ្ចឹងណាទុកបើកម្លាំងពេលច្រូតហើយអញ្ចឹងទៅចាហើយនេះក៏យើងបន្តដំណើរទៅទៀតនៅខាងនោះមានមកក្រុមដែរចាហើយនេះគឺផ្លូវយើងទៅស្រែហ្នឹងរៀងឆ្ងាយដែរហើយគូយន្តម្ចាស់ស្រែគាត់ក៏ជូនទៅបើអត់ជូនទៅហ្នឹងមានអីក្រៅពីដើរទេបងប្អូនហើយនិយាយពីផ្លូវថ្នល់នេះផ្លូវថ្នល់ចាផ្លូវកន្លែងទៅហ្នឹងគឺថាផ្លូវទូចណាស់ចានេះបើថាមកអីមានកយន្តអីមកពីមុខដែរអីមិនដឹងថាធ្វើមិនទេមានថយក្រោយរៀងខ្លួនឲ្យដឹងចាឥឡូវក៏មកឆ្លងទឹកអូនេះទៅធម្មតាទឹកអូខែប្រាំងចឹងអត់សូវមានទឹកទេបងប្អូនហើយទឹកតិចចឹងណាគ្រាន់ទុកប្រើអីចឹងទៅចាហើយផ្លូវនេះទាំងងាប់ទាំងងល់ដល់កចាតោងស្រួលធ្លាក់ដីក្ដុចមើលអ៊ំអ៊ីបងចាឃើញកាមេរ៉ានេះខ្ញុំនេះគឺថាញឹមស្រស់ប្រោយណាចាហីឆ្លៀតបាយទៀតហើយនេះនិយាយទៅយកដៃគ្នាអញ្ចឹងមនុស្សច្រើនហើយបងប្អូនជួយគ្នាម្នាក់ម្ដងអញ្ចឹងទៅណាចាហើយនេះថ្ងៃអាទិត្យអញ្ចឹងទៅក៏មនុស្សកាន់តែច្រើនហើយព្រោះអីមានអ្នកធ្វើការអញ្ចឹងទៅគាត់សម្រាប់អញ្ចឹងមកជួយជ្រូតជួយអីចាកន្លែងនេះផ្លូវដូចពិបាកដល់កចាក្លាប់ចាក់តិចអីផ្លូវតាមស្រែអញ្ចឹងទេបងប្អូនហើយក្លុកក្លាក់ដាច់ផ្លូវដាច់អីពេញហ្នឹងចាបើថាខែប្រសាងរត់តែយ៉ាប់ជាងហ្នឹងទៀតខែប្រាំងមកអីវាសូវស្ងួតអញ្ចឹងណាចាថ្ងៃនេះមកផ្លូវរៀងធំតិចអត់សូវអីទេហើយបើក៏យកនៅលុតឈប់មានការចោះរង្វៃជាប្រញាប់និយាយទៅមកវិចបាយវិចទឹកនិយាយទៅខែនេះទៅច្រូតទៅអីចេះមិនសូវហត់ទេបងប្អូនចាសបាយអីចឹងទៅណាចាហើយមួយអាទិត្យអីហ្នឹងបានច្រូតម្ដងទេរវល់ធ្វើការដែរនោះចាហើយនេះយើងចិត្តដល់ស្រែហើយបត់ចូលតិចទៅចានិយាយថាมันខ្ចីចុះទេគឺនៅតែលើកយន្តនឹងឯងស្លាប់តែអ្នកបើកទេនេះដល់បឹងស្រែដែលយើងត្រូវមកច្រូតហើយបងប្អូនទេសភាពស្អាតកប់សេរីប្រោយចាភ្នំក៏មានអីក៏មានដែរនេះវាលក្ខណៈថាអត់តន់អស់ស្លឹកអស់អីឡើយទេនៅខៀវអីចឹងណាបងប្អូនហើយនេះក៏យន្តមើលថាចាជីហេនតដល់ស្រែនឹងឯងចាគ្មានចុះដើរទេជីស្លាប់តែម្ដងចាអីនេះស្រែនិយាយទៅស្រែនេះគេច្រូតហើយយូរបងប្អូនចំចុងនេះប្រហែលជាស្រូវម្លិះចឹងអីច្រូតហើយយូរឯងចង់ដោះចេញមកវិញអញ្ចឹងណាហើយស្រូវឯងនេះមិនតបានច្រូតផងហើយមកដល់ហើយនាំគ្នាចុះរៀបចំសម្ភារៈរៀងខ្លួនចាអ្នកអត់តបានបាយព្រឹកអីបាយព្រឹកបាយអីសិនអញ្ចឹងទៅជាទម្លាប់អ្នកខ្លះដែលគាត់ហូបហើយមកពីផ្ទះគឺថាអត់ហូបទៀតទេតែអ្នកដែលអត់គឺហូបចឹងទៅមកដល់ចែកមកហូបចែកអីគ្នាអញ្ចឹងមិនមែនចែកមកហូបនេះទេដាក់មកហូបរួមគ្នាហូបទាំងអស់គ្នាអញ្ចឹងទៅចាអាហារប៊ូហ្វេតាមស្រុកស្រែតែបែបហ្នឹងឯងមានប្រហុកមានអំបិលមានឆាមានស្លអីចឹងមកនេះខាងនេះឆាមីមកតាំងព្រឹកចាថែមមួយបាយមកមានអីជាទាំងអស់គ្នាហើយហូបហើយអីហើយនោះក៏កាន់ទឹកកាន់ថង់អីម្នាក់មកថង់ដើរទៅដល់បឹងចឹងទៅព្រោះហើយខាងនេះអត់មានបានជួយការងារអីទេគេថាមកជួយលេងហើយជួយញ៉ាំទេចាហើយនេះស្រូវយើងគឺថាក្រាបដល់ដីប្រយទៅដល់បងគាត់ក៏មកដល់ភ្លាមឆ្វាច់ចង់ឲ្យអស់លេងឲ្យខ្ញុំនេះគ្មានទេឥឡូវទៅដល់ថតត្រេទៅត្រេមកនឹងគ្មានបានកដាបបានអីគេទេអីយកដៃនេះគេរាប់កដាបនោះបើអត់បានច្រូតដឹងតែអត់កដាបហើយបើអាឡ័យច្រូតអត់បានថតអាឡ័យថតអត់បានច្រូតចាមានអីតែប៉ុណ្្នឹងហើយនេះគឺថាមួយបញ្ញាប់ដៃបញ្ញាប់ជើងណាចាឆ្វាច់ដាក់មកកដាបចောင်းមួយវ៉ាប់ងអេមសេមប្រយចានេះកវីយកក្របនេះជ្រុះ
តែអត់អីទេបងប្អូនណាយើងក៏វីចឹងវាអត់ជ្រុះអីច្រើនទេចាខាងនេះមកគ្រាប់ពីរគ្រាប់ទេហើយនេះគឺថាយាយពូក៏គាត់ប្រញាប់ដែរដោយសារស្រូវនេះស្រូវព្រោះចឹងណាមិនស្ទូងទេតែគាត់ថាវាល្អដែរមិនលក្ខណៈនេះមួយនោះមួយទេអូយាយញឹមស្រស់ហ្មងណាចុះភ្លាមអត់តាន់ហត់ចឹងញឹមស្រស់ហើយយាយហើយវារៀងគុំអីដែរប៉ុន្តែគ្រាន់ថាស្មៅអីក៏ស្មៅដែរវាច្រូតទៅគុំអត់សូវស្មើដូចយើងស្ទូងទេចានេះប្រុសស្អាតនេះគាត់ដាក់មួយកណ្ដាប់ក៏វីខ្វាច់បោះប្រោកដែរហើយចានេះនិយាយទៅកណ្ដាប់វាយ៉ាងនេះដែរធំអីដែរចឹងណាអូយាយនេះក៏វីមកលះសាហាវតែម្ដងចាតែស្រឡាញ់ការញឹមនឹងហ្មងចានិយាយទៅមនុស្សច្រើនណាស្រែយ៉ាងធំដែរចឹងចែកគ្នាម្នាក់មួយមុខទៅច្រូតទៅមុខយកច្រូតយកចឹងណាបងប្អូនមើលសកម្មភាពតាមនឹងឯងចាអរតាមួយថ្ងៃគេបានច្រូតទេមកស្រែនេះគេច្រូតអស់ទៅខ្ញុំអត់បានច្រូតបដ ாய் អូដល់វគ្គដល់សានញាប់ជ្រីចេះបងប្អូននិយាយទៅនៅខ្ញុំនេះដោយសារតាម៉ាស៊ីនអីចឹងក៏គេមានច្រូតដែរតែអត់សូវច្រូតទេគឺថាភាគច្រើនច្រូតតែដៃទេចាដោយសារតាច្រូតម៉ាស៊ីនទៅវាខាតលក្ខណៈថាជ្រុះផងអីផងច្រូតអត់អស់អីចឹងទៅចឹងហើយយើងអត់ទាន់ដល់ជំរឿច្រូតម៉ាស៊ីនគឺមានតែច្រូតដៃចឹងសិនទៅពួកអីដោយសារតាស្រែយើងតិចដែរអញ្ចឹងណាមិនស្រែច្រើនដូចគេបើស្រែច្រើនអីទៅគេប្រើម៉ាស៊ីនប្រើអីអញ្ចឹងវាលឿនអីចឹងទៅតែសារខាងខ្ញុំនេះស្រែតិចទេស្រែ1ស្រែ2អីហ្នឹងអញ្ចឹងមកច្រូតម៉ាស៊ីនទៀតអស់ហើយក្តាប់ហើយអញ្ចឹងហើយច្រូតដៃអញ្ចឹងទៅយើងអត់សូវខាតលក្ខណៈថាខាតពេលប៉ុន្តែស្រូវអីគឺវាអត់ខាតទេអត់មានជ្រុះមានអីអញ្ចឹងយើងច្រូតកាត់មកអស់ហើយពេលច្រូតហើយក៏វាអត់សូវជ្រុះក្របជ្រុះអីដែរចានេះគឺថាម៉ោងនេះគឺតងម៉ោងមិន10អីហ្នឹងហើយបងប្អូនថ្ងៃជីងតែម្ដងតែសារតែអត់ហើយអញ្ចឹងណាយើងក៏ប្រញាប់ច្រូតឲ្យហើយទៅច្រូតមកកន្លែងអីទៀតចឹងទៅក៏មានបានសម្រាប់បានអីទេមួយគឺថាបញ្ញាប់ដៃបញ្ញាប់ជើងអស់គ្នាតែម្ដងវាអារម្មណ៍មិនទេបែកចិត្តត្រូវទៅថាឲ្យមួយហិញមកញឹមស្រស់ហ្មងចាអត់មានហត់មានអីទេតែស្រូវនេះគឺថាពិបាកជ្រូតដៃដោយសារតែដេកដល់ដីហ្មងតោះតែយកជើងកត្រាក់ឬក៏យើងកោយវាដល់ក្រោមហ្មងហើយខាងនេះគឺថាអ្នកច្រូតទៅអត់ខ្វល់សំខាន់ហត់សម្រាប់ចាតែពេលសម្រាប់នេះគឺថាមិនដែលទំនេរមាត់ទេគឺថាដាក់ម្ជូរដាក់អីមកនេះអំបិលទេសមកឡើងក្រហមឆ្អិនឆ្អៅចាម្ជូរនោះមានអីទេបងប្អូនហើយមានស្វាយទៅល្ហុងទៅអីទៅអញ្ចឹងទេចាហើយនេះយាយគាត់រៀងសោយចាមួយលែងលះដូចពីព្រឹកហើយព្រោះអីអានេះវាថ្ងៃហើយចារៀងហត់ដែរហើយពីស្រែនោះមួយដល់ចុះមកចិត្តហើយស្រែមួយទៀតអីអញ្ចឹងរៀងមិនសូវលះទេហើយនោះនៅតែជុំអញ្ចឹងបងប្អូនដែលជ្រុតមិនដឹងមានស្វាយផងមានពត្រាផងមានល្ហុងផងចាំមើលទៅដល់ផ្ទះរកពុនទឹកបាត់តន់ដល់ហើយចាសុបាយបងប្អូនដល់ពេលទៅធ្វើអញ្ចឹងបើថាយើងធ្វើការថ្ងៃក្តៅហត់អីមែនប៉ុន្តែពេលជុំគ្នាទៅប្រាយគ្នាលេងនិយាយគ្នាលេងហូបអីជុំគ្នានិយាយទៅសុបាយប្រហើយចាលក្ខណៈបាត់ហត់ភ្លាមអីអញ្ចឹងណាហើយអ្នកច្រូតក៏នៅតែច្រូតទៅចាច្រូតសម្រាប់ម្នាក់ម្ដងអីអញ្ចឹងទៅដល់វគ្គប្រញាប់ទៀតហើយបងប្អូន
ហើយនេះអ្នកខ្លះគាត់ជ្រូតដាច់មុខដាច់អីអញ្ចឹងណានិយាយថាមុខគាត់ចឹងគាត់ចូលដល់ភ្លឺដល់អីហើយអញ្ចឹងគឺសម្រាប់ហើយមិញខ្ញុំនេះគាត់កំពុងលាតដែរបាន2 300អីចឹងណាចាខ្ញុំពៀនទេ2 300ណាទេបើឡាយទៅថតហ្នឹងគ្មានបានក្តាប់មកពីណាគេ100 200គឺថាខ្ញុំ10 20ក្តាប់នឹងឯងបងប្អូនហើយចានោះពូមុខក្រហមគឺគាត់ចាស់ស្រែចាពងផ្អាប់គាត់នេះធ្វើស្រែរកស្រូវរកស្មៅព្រោះឲ្យស្រូវកន្លែងហ្នឹងទៅតែស្មៅហ្មងណារកអាខួរស្រូវឲ្យស្រួលជ្រូតតិចមិនបានចាហើយចែឲ្យក្រហមនេះក៏ម្ចាស់ស្រែដែរចាហើយមួយទៅថាជ្រូតហើយគឺថាអត់កម្លាំងមែនតើណាចាគឺថាកន្លែងណាក៏ដេកបានដែរដូចកាលពូកទុកហើយអញ្ចឹងណាអង្គុយអ្នកហើយសុបាយសើចអសម្រាប់ចាអ្នកអត់តន់ហើយអ្នកអត់តន់ដាច់មុខគឺថាខំប្រឹងទាំងអស់គ្នាតែម្ដងចូលលេងសួរខ្ញុំសួរតែណែគេបាននេះពូឲ្យគាត់សម្រាប់ទៅស្រួលភ្នំបើមិញខ្ញុំនេះដាក់យកតែម្ដងចាដូចនៅផ្ទះលើក្រែក្រាលកតេលហើយចឹងណាយាយចាអ្នកម្ដាយខ្ញុំនេះមមាញឹកចាចិត្តហើយនៅតែទីទេចាតែសាស្មៅមិនប៉ុន្តែគួស្រូវមើលទៅក្របដែរមិនតែគាត់ស្មៅតិចចឹងយើងជ្រូកចឹងវាពិបាកឆ្កឹះស្មៅផងអីផងអញ្ចឹងទៅរៀងយូរដែរយើងមិនចាប់កាត់មកស្រួលទេចឹងនេះកដាប់ឡើងពេញស្រែតែម្ដងបងប្អូនចឹងថាជ្រូតដៃចឹងទៅវាយូរអញ្ចឹងណានេះជ្រូតហើយឥឡូវយើងក៏រៀបចំបដើចេញកយន្តទៅរមលុបរយហូបបាយហូបអីចឹងណាបងប្អូនដែលជីមកមានអីទេជាប់យន្តពេញហ្នឹងចាអត់មានទឹកតែជាប់ដោយសារតាដានម៉ាស៊ីនច្រូតស្រូវចាឥឡូវនេះគឺថាយើងមកដល់កន្លែងហូបហើយមានមលុបមានអីក៏រៀបចំឆ្នាំងចានមកដាក់ហូបបាយហូបអីជុំគ្នាចឹងទៅម្នាក់អង្គុយចឹងទៅអ្នកម្ចាស់ស្រែគាត់រៀបចំបាយទឹកឲ្យដោយសារតែយើងយកដៃចឹងយើងដាំបាយម្ចាស់ស្រែគាត់ដាំច្រើនហើយអញ្ចឹងយើងមានតែមកនេះគឺមិនសូវអ្នកអត់ខ្លះវិចបាយអ្នកខ្លះអត់ចឹងទៅចានេះម្ហូបនេះគឺថាបុកណាបងប្អូនហើយគឺថាធ្វើទាំងលក់គាត់បុកត្រីមកឲ្យអត់លាយទេអញ្ចឹងមកដល់បានលាយហើយមានបន្ថែមត្រីខស្រី3នាក់ដល់សែនស្រស់ស្អាតនេះមកកាន់តែជាតិតែម្ដងចាមានលក់មានអីអញ្ចឹងទៅនេះជ្រុំចាស់ជ្រុំឡើងតិចទៀតអិនបានហូបលើចាមានឆ្អិនអីដល់ជ្រុំឲ្យដាក់ទឹកមកឈុចចាធ្វើមិនទេមហូបនៅស្រែអញ្ចេះមិនក៏ជាតិដែរបងប្អូនហើយណែជាតិស្លាប់តែម្ដងខំថលហើយទឹកលក់នាំគ្នាចែកចាយម្នាក់1ម៉ាត់2ម៉ាត់ពេញនឹងតែម្ដងបាទនិយាយខ្ញុំនេះកំពុងតែកោះបើកម្លាំងទៅដល់ណាក៏មានដែរចាមិនមែនលុំទេមានទឹកថ្នោតផងមានកំប៉ុងនោះផងមិញខ្ញុំគាត់ថាគាត់តែនិយាយស៊ីបាយអស់ឡើយចានេះមានដាក់ម្ទេសមានលក់ស្ពៃមានត្រប់អេមសេមប្រោយចាម្នាក់1ម៉ាត់អ្នក1ម៉ាត់ជាតិយកតាណាអស់លើសពីប៊ូហ្វេទៀតណាបងប្អូនចាមិនលុំទេនិយាយទៅហូបជុំគ្នាអញ្ចឹងអ្នកខ្លះដៃអ្នកខ្លះសព្រាអញ្ចឹងទៅមកស្រែមកអីចេះមិនសូវគិតច្រើនទេចាមានណាម៉ៃណាអីទេគេថាដាក់ហូបយកប្រោយបន្លាយទៅថាណាម៉ៃរកអីហូបលេងបានឡើយហើយនេះនិយាយហូបទៅយូរដែរហ្នឹងចាហូបច្រើនប្រោយមួយដាក់នេះឆ្ងាញ់ពេកបងប្អូនអញ្ចឹងហូបរៀងយូរតិចហើយមកប្លង់នេះអត់ទាន់អស់ទេចាណែអស់ហើយចាប់ដើមអស់ហូបបដើតិចទៀតឈប់ឡើយអត់ទៅអស់ហូបឈប់ខ្លួនឯងប្រយចាហើយយើងហូបហើយក៏អង្គុយភាសាគ្នាអីបន្តិចទៅកុំអោយវាក្តៅពេកណាព្រោះច្រូតហើយភ្លាមហូបបាយអីបើចុះទៅទៀតវាហត់ខ្លាំងអញ្ចឹងសម្រាប់ឲ្យបាត់ហត់បន្តិចយើងចុះបន្តទៀតអញ្ចឹងទៅបងប្អូនមិនមែនតន់អស់ស្រែណាចាគឺនៅទៀតតែគាត់ថាអស់ពីបឹងហ្នឹងហើយតិចទៀតយើងទៅបឹងមួយទៀតអញ្ចឹងណាចាភាសាសម្រាប់ឥឡូវយើងចុះពីគូយន្តមកដើរទៅស្រែមួយទៀតទៅព្រោះឲ្យគូយន្តចូលអត់រួចអីចឹងណាចាឥឡូវយើងថាបន្តអំណើទៅមុខទៀតហើយបានសម្រាប់យូរទេបងប្អូនហើយព្រ
ពួកអីស្រែវានៅរៀងឆ្ងាយពីគ្នាដែរហើយនេះក៏ដើរនៅក្នុងចកាគេទេចកាដូងតែគ្មានឃើញដូងណាឃើញតែដើមក៏ខប់បងប្អូនហើយនេះតម្រង់ជួរគ្នាឡើងមកខ្សែតែបងប្អូនទាំងអស់គ្នាស្រែមួយទៀតគឺថាមិនបានបង្ហាញទេគឺចប់តែត្រឹមនឹងឯងអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះផងដែរជម្រាបលា